ពងតែរៀបចំឆាក្តៅត្រីបបែលបងប្អូនអញ្ចឹងមីងខ្ញុំក៏ដាក់ឆាគ្រឿងមុនឲ្យឈ្ងុយសិនអញ្ចឹងទៅចាក់ខ្ទិះដូងចាក់អីដាក់គ្រឿងក្រូវមកបងប្អូនអើយដាក់ទឹកត្រីដាក់សៅរ៉ូឌីប្រេងខ្យងអំបិលអីចឹងទៅស្ករសអីចឹងទៅនិយាយរួមគ្រឿងក្រូវដាក់តាមចំណង់ចំណូលចិត្តដែលបងប្អូនចង់ដាក់ចឹងណាហ្នឹងហើយខ្ញុំឮគេថាត្រីហ្នឹងឆាក្តៅឆ្ងាញ់ប៉ុន្តែនេះខ្ញុំអត់ដែរបានសាកទេឥឡូវនេះនៅសល់ទុកត្រី2នៅក្នុងទូកកហ្នឹងឥឡូវគាត់មកហើយក៏ឲ្យគាត់បញ្ចេញស្នាដៃទៅពេលដែលយើងម្លីងគ្រឿងឲ្យឡើងឈ្ងុយហើយចាំដាក់អាសាច់ត្រីបបែលហ្នឹងចូលមកបងប្អូនហើយកាត់រៀងកង់ធំបែបនេះដែរហ្នឹងហើយថ្ងៃមុនខ្ញុំអាំងទុកពីហ្នឹងឆាក្តៅដោយសារដឹងតែគាត់មកអញ្ចឹងឲ្យគាត់ឆាទៅនេះបងប្អូនដាក់ចូលមកពីហ្នឹងហើយលាយមឹកលាយបកងលាយអី2 3ទៀតមកអញ្ចឹងណាដោយសារតែមឹកហ្នឹងថាយកមកអាំងទេបងប្អូនឥឡូវហ្នឹងអត់បានទៅជាអាំងទេដាក់ចំហុយដាក់អីវាចូលហូបជ្រលក់ជាមួយអំបិលម្រេចអីចឹងទៅហ្នឹងហើយគ្រឿងក្រូវគឺដាក់តាមបងប្អូនចូលចិត្តចឹងណាសម្រាប់ឆាក្តៅនេះបើសិនជាយើងអត់ដាក់ម្ទេសឲ្យរៀងហឹរតិចគឺអត់ឆ្ងាញ់ទេទាល់តែយើងប្រើម្ទេសឲ្យរៀងហឹរតិចបានឆ្ងាញ់ចឹងណាបងប្អូនហើយនាងខ្ញុំធ្លាប់ហូបនេះលើកទី1ហើយបងប្អូនអត់ដែរធ្លាប់សាកទេហ្នឹងហើយលើកទី1ដែរអញ្ចឹងណាចឹងហើយឲ្យគាត់បញ្ចេញស្នាដៃទៅយើងនៅឈរថតវីដេអូយកផ្ដិតយករូបភាពអញ្ចឹងទៅបងប្អូនហើយឆ្ងាញ់ដែរបងប្អូនហើយគឺរសជាតិវាឆ្ងាញ់ប្លែកម្យ៉ាងអញ្ចឹងណាធ្លាប់តែឆាក្តៅសាច់ទាសាច់មាន់សាច់អីដល់ពេលថ្ងៃនេះឆាត្រីបបែលបងប្អូននិយាយពីថាឆ្ងាញ់មែនតែនហ្មងណាឆ្ងាញ់ថ្ងៃលើកទី1ហូបក៏ឆ្ងាញ់អញ្ចឹងណាបើវាម្យ៉ាងម្នាក់ជាមួយនឹងអាំងជ្រលក់អំបិលម្រេចបងប្អូនហ្នឹងហើយវាម្យ៉ាងម្នាក់ដោយសារតែនេះវាមានជាតិទឹកហើយយើងប្រើខ្ទិះដូងប្រើអីទៀតមកទៅវាឆ្ងាញ់ឈ្ងុយម្យ៉ាងអញ្ចឹងណាបងប្អូនហើយអញ្ចឹងហើយក៏យើងដាក់ទឹកបន្តិចមកដើម្បីឲ្យវាឆ្អិនពីបបែលយើងហ្នឹងហើយវារលាយគ្រឿងចូលគ្នាហ្នឹងហើយបងប្អូនអញ្ចឹងហើយដាក់មកងាស់វារៀងយូរដាច់ទឹកបន្តិចទៅចាំយើងដាក់ម្រះព្រៅម្រះអីចូលមកអញ្ចឹងណាហ្នឹងហើយបងប្អូនមើលតំណងអត់ហើយបងប្អូនកុំភ្លេចបញ្ចេញមតិយោបល់ម្នាក់មួយផងអ្នកណាធ្លាប់ឆាញ៉ាំខ្លះឆាក្តៅត្រីបបែលហ្នឹងបងប្អូននេះខ្ញុំលើកទី1ហើយអញ្ចឹងបងប្អូនណាដែលធ្លាប់បានញ៉ាំរសជាតិយ៉ាងម៉េចដែរកុំឲ្យតែថានេះខ្ញុំចេះតែនិយាយអញ្ចឹងណាឥឡូវបានពុះឆ្អិនណានេះបងប្អូនឃើញអត់ពុះក្រិចតែម្ដងមួយមើលទៅគឺតំណងខ្លាំងមែនតើនេះខ្ញុំចូលថតបដាហ្នឹងគឺស្រក់ទឹកមាត់បដាបងប្អូនហើយបាទបន់ឲ្យតែឆ្អិនអាលភ្លក់អញ្ចឹងណាហ្នឹងហើយឲ្យវាដាច់ទឹកជាងនឹងតិចទៀតបានយើងដាក់ម្រះព្រៅបងប្អូនហើយដោយសារតែត្រីហ្នឹងគឺវាឆ្អិនហើយឆាតែមួយផ្លែតវានេះហើយអត់មានចាំបាច់នៅមកងាស់យូរទេបងប្អូនព្រោះសាច់ត្រីបបែលនេះក៏វារៀងផុយដែរអញ្ចឹងណាវាមិនមែនជាសាច់ស្វិតអីទេហ្នឹងហើយអញ្ចឹងហើយដាក់ឆាមកពុះលំនងដល់ហើយបងប្អូនអើយនិយាយវាថាឃើញហើយហូបបាយហើយមុនហ្នឹងបងប្អូនឥឡូវមកបញ្ចូលសលេងវីដេអូនេះក៏ឃ្លានបាយម្ដងទៀតអញ្ចឹងអរគុណបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេចាំជួបគ្នាវីដេអូក្រោយទៀតណាបើសិនជាមានម្ហូបអីប្លែកថ្មីខ្ញុំនឹងធ្វើចែកជូនទៅបងប្អូនទស្សនាទាំងអស់គ្នាអរគុណចាំជួបគ្នាវីដេអូក្រោយទៀតបាយបាយ